បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលជាវីដេអូរបៀបភ្ជាប់នីលកាដៃរបស់ Amazfit វាឈ្មោះថា Bipsec បាទអញ្ចឹងដើម្បីភ្ជាប់វាបានទី1បងប្អូនទាំងអស់គ្នាចូលនៅក្នុង app Amazfit ឬក៏ app Set EPP បាទ app Set EPP នេះមកដើម្បីតែបងប្អូនចុចចូលក្នុង app នឹងហើយបងមើលពាក្យសញ្ញាបូកខាងលើនេះបាទពាក្យថា add អញ្ចឹងបងប្អូនចុច add មួយមកហើយយកពាក្យថា add device បន្តទៀតពាក្យ device ហើយបងប្អូនទាំងអស់គ្នាយកពាក្យថា watch scan វាយកអញ្ចឹងរងចាំវាបន្តិចបាទនេះយើងភែវាមកឡាវាមួយទៀតបាទនេះគឺវាជាប់បានណាបងចឹងយើងចុចដានវាទៀតមកដានវារហូតបាទឥឡូវនេះគឺយើងភ្ជាប់វារួចរាល់ហើយបាទគឺយើងភ្ជាប់វារួចរាល់ហើយបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះបាទអរគុណជួបគ្នានៅវីដេអូក្រោយ